ម្ហូបថ្ងៃហ្នឹងអត់ដឹងថាល្អសម្រាប់សុខភាពឬក៏អត់ទេអ្នកទាំងអស់គ្នាដោយសារតែខ្ញុំបានយកមីអ៊ីតាលីយកមកឆាជាមួយនឹងគ្រឿងបុកបែបខ្មែរហ្នឹងហើយបើអ្នកទាំងអស់គ្នាស្ដាប់ទៅគឺចម្លែកតែបើខ្ញុំវិញគឺខ្ញុំធ្វើញ៉ាំច្រើនដងហើយអ្នកទាំងអស់គ្នារសជាតិឆ្ងាញ់ហ្នឹងហើយបើសិនជាអ្នកទាំងអស់គ្នាទលាន់អត់ចង់ញ៉ាំបាយអីអ្នកទាំងអស់គ្នាអាចឆារបៀបអញ្ចឹងញ៉ាំបានណាហ្នឹងហើយបើរបៀបធ្វើគឺដូចអ្នកទាំងអស់គ្នាឃើញនៅក្នុងវីដេអូហ្នឹងគឺខ្ញុំមានមីអ៊ីតាលី មីហ្នឹងអ្នកទាំងអស់គ្នាអាចទិញតាមផ្សារធម្មតាឬក៏ផ្សារទំនើបគឺគេមានលក់ហ្នឹងហើយបើសម្រាប់បន្លែវិញខ្ញុំមានតែខ្ទឹមបារាំងហើយនិងម្ទេសម៉ាឡេដាក់យកពណ៌ហ្នឹងហើយបើគ្រឿងបុកគឺខ្ញុំបុកហើយស្រាប់អីមិនបុកអីកិនហ្នឹងហើយបើសម្រាប់សាច់គឺខ្ញុំប្រើសាច់មាន់ដូចអ្នកទាំងអស់គ្នាឃើញហ្នឹងខ្ញុំហាន់វាជាប្រទេសស្ដើងស្ដើងមកហើយបន្តមកទៀតយកទៅឆាគឺហ្នឹងហើយឆាធម្មតាហ្នឹងអ្នកទាំងអស់គ្នាឃើញខ្ញុំមានខ្ទឹមបារាំងហើយខ្ញុំមានខ្ទឹមស យើងលីងឲ្យវាឈ្ងុយសិនមកបន្តមកទៀតខ្ញុំដាក់អាគ្រឿងដែលខ្ញុំកិនមិញហើយខ្ញុំដាក់សាច់មាន់ចូលអ្នកទាំងអស់គ្នាឆាវាឲ្យឆ្អិនល្មមមកបន្តមកទៀតគឺយើងមកថែមគ្រឿងគឺខ្ញុំមានស្ករប៊ីចេងទឹកប្រេងខ្យងហើយនិងទឹកត្រីតែប៉ុណ្ណឹងហើយបន្តមកទៀតក៏បានថែមស្លឹកក្រូចសើចឲ្យវាឈ្ងុយហើយយើងដាក់មីដែលខ្ញុំបានស្ងោរឆ្អិនពីមុនហ្នឹងតែប៉ុណ្ណឹងហើយថ្ងៃនេះខ្ញុំអត់មានម្រះព្រៅអញ្ចឹងខ្ញុំក៏ដាក់ជីនាងវងអញ្ចឹងណាហ្នឹងហើយ រសជាតិឆ្ងាញ់អ្នកទាំងអស់គ្នាបើអត់ចង់ញ៉ាំបាយអីអាចសាកធ្វើម្ហូបនឹងញ៉ាំបានណាអរគុណច្រើនបាយបាយ